បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកដើររើសគូនឡានទីហើយពុកម៉ែបងប្អូនបាទតោះយើងទៅដើររើសគូនឡានទាំងអស់គ្នាពុកម៉ែបងប្អូនបាទតោះយើងទៅរើសគូនឡានទាំងអស់គ្នាពុកម៉ែបងប្អូនបាទតែនមើលយើងសាប់បើកណាត់បាទឲ្យមើលខ្លាចបានគូនឡានគូនអីចឹងណាពុកម៉ែបងប្អូនបាទអូវ៉ាវស្ទើរគូនឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទវ៉ាវអូមិននឹកស្មានថាគូនឡាននៅក្នុងកណាត់សោះពុកម៉ែបងប្អូនបាទវ៉ាវអូវ៉ាវតែមិនវ៉ាវសុទ្ធតែគូនឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទនេះបាទអូវ៉ាវអូវ៉ាវនេះអូវ៉ាវមានទឹកអេសកាចាស់ដែលគេបោះបង់ចោលទេពុកម៉ែបងប្អូនបាទវ៉ាវឥឡូវហ្នឹងយើងទុកមកដប់សិនពុកម៉ែបងប្អូនបាទវ៉ាវអូ my god វ៉ាវស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទនេះវ៉ាវមានទាំងកង់អេសកាទៀតពុកម៉ែបងប្អូនបាទវ៉ាវអូនេះវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទអូមិននឹកស្មានសោះពុកម៉ែបងប្អូនបាទតើអាតាម៉ាន់វ៉ាវមិននឹកស្មានថាកូនឡាននៅក្នុងកណាត់នេះសោះពុកម៉ែបងប្អូនបាទវ៉ាវដើមប្រហែល2 3ជាហ៊ានផងពុកម៉ែបងប្អូនបាទវ៉ាវអូស្អាតតែម្ដងពុកម៉ែបងប្អូនបាទនេះវ៉ាវមានតែកូនឡានដឹកភ្ញៀវមានទាំងគូនឡានសារ៉ាមច្រើនគ្នាណាពុកម៉ែបងប្អូនហើយបាទនេះវ៉ាវអូឥឡូវហ្នឹងយើងទុកមកដប់សិនពុកម៉ែបងប្អូនបាទព្រោះយើងតាមមានថងពុកម៉ែបងប្អូនបាទវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទនេះមានទាំងឡានដឹកដីទៀតពុកម៉ែបងប្អូនបាទប៉ុន្តែឡានដឹកដីមួយនេះអត់មានទូនោះទេពុកម៉ែបងប្អូនបាទមានតែទងឆ្អឹងតែប៉ុណ្ណោះវ៉ាវអូនេះវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវមិននឹកស្មានក្នុងកណាត់នេះមានកូនឡានសោះពុកម៉ែបងប្អូនបាទវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនអើយវ៉ាវតែតាម៉ាន់វ៉ាវនេះស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទអានេះឡានប្រណាំងពុកម៉ែបងប្អូនបាទវ៉ាវអានេះលឿនខ្លាំងណាស់ពុកម៉ែបងប្អូនអើយបាទនេះវ៉ាវអូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនអើយបាទនេះវ៉ាវនេះអេសកាពុកម៉ែបងប្អូនបាទនេះអូអានេះអេសកាស្គុំនេះស្គុំអាយើងឬបានមិញពុកម៉ែបងប្អូនបាទវ៉ាវអូស្អាតខ្លាំងមែនទែនតែម៉ាន់វ៉ាវអូ my god អូស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនអើយបាទនេះវ៉ាហាអានេះឡានស្ទួយពុកម៉ែបងប្អូនបាទហើយឡានស្ទួយមួយប្រភេទនេះពិតជាស្រស់ស្អាតខ្លាំងណាស់ហើយពឿនឹងលិចពឿឡើងក្រហមឆ្អិនឆ្អោនតែម្ដងពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនវ៉ាវឥឡូវនេះយើងទុកមកដុំសិនពុកម៉ែបងប្អូនបាទយើងទៅមើលកូនឡាននេះបន្តទៀតពុកម៉ែបងប្អូនបាទវ៉ាវនេះហើយអានេះដែរឡានបាញ់ទឹកពុកម៉ែបងប្អូនបាទនៅពេលដែលមានភ្លើងឆេះភ្លើងអីចឹងទៅយើងអាចបាញ់ទឹកបានណាពុកម៉ែបងប្អូនបាទយើងអាចបាញ់ទឹកប្រឡូតបានណាពុកម៉ែបងប្អូនបាទវ៉ាវតែម៉ាន់ពិតជាស្រស់ស្អាតខ្លាំងមែនទែនពឿក្រហមឆ្អិនឆ្អៅតែម្ដងពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទុកមក10សិនពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទៅយកថង់យកដាក់ឡាននេះយកទៅផ្ទះពុកម៉ែបងប្អូនបាទបាយបាយ